លោក Donald Trump គម្រាមយកពន្ធ 25% លើប្រទេសអឺរ៉ុបចំនួន 8 ដើម្បីបង្ខំឲ្យដាណឺម៉ាកលក់កោះ Greenland ឲ្យអាមេរិកនាយករដ្ឋមន្ត្រីអង់គ្លេសលោក Keir Starmer និយាយថាលោក Donald Trump ខុសហើយដែលដំឡើងពន្ធក្រុមប្រទេសដែលប្រឆាំងអាមេរិកក្នុងការគ្រប់គ្រងកោះ Greenland សហរដ្ឋអាមេរិកប្រធានាធិបតីអាមេរិកលោក Donald Trump កាលពីថ្ងៃទី 17 ខែមករាឆ្នាំ 2026 បានគម្រាមកំហែងប្រទេសអឺរ៉ុបចំនួន 8 យកពន្ធកុយខ្ពស់ថ្មីក្នុងសារដ៏វែងមួយក្នុងបណ្ដាញសង្គម Truth Social របស់លោកប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានលើកឡើងថាប្រទេសដាណឺម៉ាក Norway ស៊ុយអែត បារាំង អាល្លឺម៉ង់ អង់គ្លេស ហូឡង់ និងហ្វាំងឡង់សុទ្ធតែបានបញ្ជូនកងទាហានទៅកាន់កោះ Greenland ក្នុងគោលបំណងមួយមិនទាន់ច្បាស់ប្រទេសទាំងនោះបានលេងល្បែងដ៏គ្រោះថ្នាក់បំផុតនោះបានបង្កគ្រោះថ្នាក់មួយមិនអាចទទួលយកបានលោក Donald Trump បន្តថាចាប់ពីថ្ងៃទី 1 កុម្ភៈតទៅប្រទេសអឺរ៉ុបចំនួន 8 នឹងរងទណ្ឌកម្មដំឡើងពន្ធ 10% ថែមទៀតលើទំនិញរបស់ពួកគេដែលនាំចូលអាមេរិកចាប់ពីថ្ងៃទី 1 កុម្ភៈនោះទៅពន្ធកុយនឹងដំឡើងដល់ 25% ហើយពន្ធកុយនោះនឹងអនុវត្តរហូតដល់មានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយស្ដីពីការលក់កោះ Greenland ទាំងមូលតាមបណ្ដាញសង្គម X ប្រធានាធិបតីបារាំងលោក Emmanuel Macron មានប្រតិកម្មថាការគម្រាមកំហែងដំឡើងពន្ធកុយនេះមិនអាចទទួលយកបានឡើយបណ្ដាប្រទេសអឺរ៉ុបនឹងឆ្លើយតបវិញប្រកបដោយការរួបរวมគ្នានិងសម្របសម្រួលគ្នាប្រសិនបើការបង្កើនពន្ធកុយនោះត្រូវបានអះអាងយើងនឹងធ្វើឲ្យគេគោរពអធិបតេយ្យភាពអឺរ៉ុបប្រសិនបើលោក Donald Trump អនុវត្តយកការបង្កើនពន្ធកុយថែមនេះវានឹងបង្កើតសភាពការតានតឹងមួយពុំធ្លាប់មានពីមុនសម្រាប់ពលតង់ព្រោះនេះជាការប្រើទណ្ឌកម្មសម្រាប់ដណ្ដើមយកដែនដីរបស់ដៃគូមួយជារដ្ឋអធិបតេយ្យនិងសេរីចាប់តាំងពីវិលត្រឡប់ចូលសេដ្ឋវិមានជាថ្មីមកលោក Donald Trump បានប្រើពន្ធកុយក្នុងនយោបាយសេដ្ឋកិច្ចនិងការទូតរបស់លោកទីក្រុង Washington និងសហភាពអឺរ៉ុបបានចុះហត្ថលេខាកាលពីរដូវក្តៅមុននេះលើកិច្ចព្រមព្រៀងមួយសម្ដៅកាត់បន្ថយ 15% លើការបង្កើនពន្ធអាមេរិកលើផលិតផលអឺរ៉ុបភាគច្រើនទីក្រុងឡុងនាយករដ្ឋមន្ត្រីអង់គ្លេសលោក Keir Starmer និយាយប្រាប់លោក Donald Trump ថាលោកសម្រេចចិត្តខុសហើយដែលដំឡើងពន្ធកុយទៅលើប្រទេសខ្លះនៅអឺរ៉ុបប្រឆាំងនឹងផែនការគ្រប់គ្រងកោះ Greenland លោក Starmer ថ្លែងដូចនេះបន្ទាប់ពីការជជែកជាមួយថ្នាក់ដឹកនាំដាណឺម៉ាកសហភាពអឺរ៉ុបនិងអង្គការ NATO អ្នកនាំពាក្យអង់គ្លេសថ្លែងថាលោក Starmer បាននិយាយទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីដាណឺម៉ាកលោកស្រី Frederiksen ប្រធានគណៈអឺរ៉ុបលោកស្រី Leyen និងអគ្គលេខាធិការអង្គការ NATO លោក Mark Rutte បន្ទាប់មកលោក Starmer បាននិយាយទូរស័ព្ទទៅលោក Donald Trump អ្នកនាំពាក្យអង់គ្លេសថ្លែងថាតំបន់ខាងជើងជាចំណុចអាទិភាពនៃរដ្ឋជាសមាជិកអង្គការ NATO ទាំងអស់ដើម្បីការពារផលប្រយោជន៍អឺរ៉ុបនិងអាមេរិកក្រុមអ្នកតំណាងរាស្ត្រអង់គ្លេសខ្លះបានទូតថ្វាយព្រះមហាក្សត្រ Charles សូមព្រះអង្គនុបចោលគម្រោងទស្សនកិច្ចឲ្យអាមេរិកនាខែមេសាខាងមុខនេះបើលោក Donald Trump មិនព្រមលុបចោលការដំឡើងពន្ធទៅលើប្រទេសដែលប្រឆាំងជំទាស់នឹងផែនការគ្រប់គ្រងកោះ Greenland លោក Adewey ជាប្រធានគណៈបកអ្នកប្រជាធិបតេយ្យសេរីលោកបានបង្ហោះសារនៅលើបណ្ដាញសង្គម X ថាអង់គ្លេសមិនត្រូវធ្វើអន់ឲ្យគេជន់ស្រេះតែនឹងចាត់នោះទេហើយក៏មិនត្រូវធ្វើផ្គប់ចាត់លោក Donald Trump ដែរលោក Donald Trump បញ្ជាក់ច្បាស់ហើយថាអំពីពេលគាត់ឡើងកាន់អំណាចដំបូងថាគាត់ចាំបាច់ត្រូវតែគ្រប់គ្រងកោះ Greenland ដែលជាកោះធំជាងគេនៅលើពិភពលោកនិងជាដែនដីពាក់កណ្ដាលស្វយ័តរបស់ដាណឺម៉ាកលោកចាត់ទុកថាកោះនោះមានសារៈសំខាន់ផ្នែកសន្តិសុខសម្រាប់អាមេរិកកាលពីថ្ងៃសៅរ៍លោកប្រកាសដំឡើងពន្ធកុយលើប្រទេសអឺរ៉ុបចំនួន 8 ក្នុងនោះមានដាណឺម៉ាក Norway ស៊ុយអែត បារាំង អាល្លឺម៉ង់ អង់គ្លេស ហូឡង់ និងហ្វាំងឡង់ដែលសុទ្ធសឹងតែជាប្រទេសប្រឆាំងជំទាស់នឹងផែនការគ្រប់គ្រងកោះ Greenland លោកនឹងដំឡើងពន្ធកុយទៅលើប្រទេសទាំងនោះ 10% ចាប់ពីថ្ងៃទី 1 ខែកុម្ភៈតទៅប្រសិនបើពួកគេនៅតែប្រឆាំងបែបនេះទៀតមិនតែប៉ុណ្ណោះចាប់ពីថ្ងៃទី 1 ខែមិថុនាតទៅលោកនឹងដំឡើងពន្ធកុយ 25% បើសិនជាគ្មានកិច្ចព្រមព្រៀងទិញលក់កោះ Greenland ទេឥឡូវនេះប្រទេសនានានៅលើពិភពលោកបានប្រមូលផ្ដុំគ្នានៅខាងកោះ Greenland និងប្រទេសដាណឺម៉ាកពួកគេយល់ថាត្រូវតែការពារអធិបតេយ្យភាពរបស់កោះនេះហើយត្រូវគោរពសិទ្ធិស្វ័យសម្រេចរបស់ប្រជាជនកោះនេះ
ប្រជាជននៅទីនោះប្រាថ្នាចង់រស់នៅក្នុងជីវភាពដូចសពថ្ងៃមានន័យថាពួកគេមិនចង់ខ្លាចជាទឹកដីរបស់អាមេរិកទេបាទបងប្អូនទាំងអស់គ្នាព័ត៌មានដែលបានរៀបរាប់ខាងលើនេះគឺមានពីរចំណុចធំៗទី1គឺលោក Donald Trump ប្រកាសដំឡើងពន្ធគយទៅលើប្រទេសចំនួន8នៅអឺរ៉ុបដែលប្រឆាំងខ្លួនក្នុងការគ្រប់គ្រងកោះ Greenland ហើយចំណុចទី2គឺអង់គ្លេសថាលោក Donald Trump ធ្វើខុសហើយដែលដំឡើងពន្ធនៅលើប្រទេសអឺរ៉ុបចឹងព័ត៌មានយើងក៏បានឈានមកដល់ទីបញ្ចប់ហើយដែរសូមអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានចំណាយពេលវេលាដ៏មានតម្លៃតាមដាននិងស្ដាប់វីដេអូនេះតាំងពីដើមរហូតដល់ចប់ប្រសិនបើពុកម៉ែបងប្អូនទាំងអស់គ្នាពេញចិត្តវីដេអូនេះសូមកុំភ្លេចជួយចុច Subscribe និងចុច Like មួយផងបើសិនជាទស្សនានៅលើ Facebook សូមជួយចុច Follow Page និងចុច Like មួយផងសូមអរគុណសូមជម្រាបលា